ផ្សេងបងប្អូនសម្រាប់ស្ថាននៅក្នុងរដ្ឋ Pennsylvania ទីក្រុង Philadelphia ឥឡូវនេះខ្ញុំបានមកដល់គ្រួសារលោកអនុស្នេហ៍ឯកមឿនសមេតដែលជាមេបញ្ជាការខលេខ3ខ3ក3កំភ្លើងក្បាល DKZ កងពលលេខ2បាទគឺលោកបានពលិជីវិតក្នុងបុព្វហេតុការពារជាតិតាំងពីថ្ងៃទី1ខែកញ្ញាឆ្នាំ2025បាននៅសមរភូមិមុខនៅក្នុងកំឡុងពេលសង្គ្រាមកម្ពុជាថៃហើយនៅគណៈពេលនេះគឺខ្ញុំបានមកដល់គេហដ្ឋានរបស់លោកផ្ទាល់ដែលមានលោកឪពុកជាសមួនហើយគឺនៅក្នុងភូមិដងទុងឃុំដងទុងឃុំប្រាសាទស្រុកកំពង់ត្របែកខេត្តព្រៃវែងបាទហើយជំរាបសួរលោកពូបាទនេះគឺជាលោកពូដែលជាឪពុករបស់លោកនេះគឺអាចមានសម្លេងសុំណែនាំទៅលោកពូស្រាប់ឈ្មោះទៀតណាហើយជាចំនួនបាទនៅភូមិដងទុងឃុំប្រាសាទកំពង់ត្របែកខេត្តព្រៃវែងបាទហើយជាឪពុកនោះចាឪពុកមួយសម្លេងបាទហើយលោកពូជំរាបសួរបាទលោកពូស្មារតីលោកពូប្រវត្តិជានៅយាមបាទជាសមាជិកនៃសាគុំសាបាទតំណាងឲ្យនឹងឃុំមកចូលរួមក្នុងកម្មវិធីនេះបាទអញ្ចឹងគណៈពេលនេះខ្ញុំបានមកសួរសុខទុក្ខក៏ដូចជាចូលរួមរំលែកទុក្ខលោកពូគ្រួសារលោកពូដែលបានបាត់បង់ទៅទីស្រឡាញ់ណាគឺលោករយៈលោកអនុស្នេហ៍ឯកនៅប្រណេតដែលមកជួលពលីជីវិតតាំងពីថ្ងៃទី1ខែកញ្ញាឆ្នាំ2025នៅក្នុងលោកគឺជាកងទ័ពគឺជាវីរៈកងទ័ពក្លាហានរបស់យើងនៅជួរមុខហ្នឹងអញ្ចឹងពេលនេះគឺថាខ្ញុំបានពំនាំនៅសម្ភារៈដូចជាអង្ករដែលមានចំនួន150គីឡូប៊ីចេងស្ករបាទមានទឹកត្រីក៏ដូចជាមានសែងមានភួយមានអីហើយនឹងមីអីជាដើមហើយក៏ភ្ជាប់ជាមួយបើចេះចូលនិយាយបើចេះបាទហើយក៏ភ្ជាប់ជាមួយនឹងថវិកាចំនួន1លានរៀលដើម្បីចូលរួមដល់ទុកដល់លោកពូសូមលោកពូទទួលបាទហើយដើម្បីឆ្លើយតបទៅសប្បុរសជនយើងវិញតើលោកពូមានពាក្យពេចន៍អីដើម្បីថ្លែងអំណរគុណបងសូមថ្លែងអំណរគុណបាទជ្រើចំពោះបងប្អូននៅសហរដ្ឋអាមេរិកដែលយកថវិកាជូនតាមរយៈខ្ញុំបាទឈ្មោះសារីបាទសូមឲ្យបងប្អូនទាំងអស់រស់ស៊ីមានបានកាយការវិជំដូចដីប្រាថ្នាសាធុចូលលោកពូតំណាងអាជ្ញាធរលោកពូជាសមាជិកក្រុមប្រឹក្សាឃុំលោកពូមានពាក្យពេចន៍អីដើម្បីស្ដាប់ផ្ញើឬក៏បងប្អូននៅក្រៅស្រុកទេបាទគឺថាក្នុងនាមយើងខ្ញុំតំណាងឲ្យលោកវិឃុំគឺជាតំណាងរដ្ឋបាលភូមិសាស្ត្រហើយសូមថ្លែងអំណរគុណអំពីចំណាយចំពោះបងប្អូនជាពលរដ្ឋជាពិសេសសប្បុរសជននៅសហរដ្ឋអាមេរិកណាតែจะផ្ដល់ជំនួយដល់ក្រុមគ្រួសារនេះសតហើយត្រូវទៅកាត់យកជួននៅក្នុងភូមិមុខណាហើយយកសាច់ស្រស់ឈាមស្រស់ដើម្បីបរិយាកាសពីជាតិការពីសន្តិភាពហើយយើងខ្ញុំមានស្ដីសមដល់រីកណាស់សូមសតិពីការខុសសពសាស្ត្រការជេររៀងគល់ដល់សម្រាប់ជននៅសហរដ្ឋអាមេរិកទាំងអស់ក៏ទាំងអ្នកនាំអត់បានសុខបានចម្រើនរស់ស៊ីមានបានការច្បាប់គ្រប់គ្នាតរីទៅបាទអរគុណបាទជិះបងស្រីខ្ញុំក៏ខុសពីអូនដែរតំណាងឲ្យរដ្ឋបាលគុំសាសូមគ្រប់ថ្លែងអំណរគុណនិងជាជ្រៅចំពោះបងដែលតំណាងឲ្យគ្រួសារជាពលរដ្ឋនៅសហរដ្ឋអាមេរិកបាទចាសុខរស់ជននៅសហរដ្ឋអាមេរិកនេះសូមគ្រប់ជូនពរបងស្រីបងប្រុសទាំងអស់និងបងប្អូនជាពលរដ្ឋនៅសហរដ្ឋអាមេរិកទាំងអស់សូមជួបប្រទេសតែសេចក្តីសុខសេចក្តីចម្រើននិងជួបប្រទេសទាំងពរទាំងឡាយ4ប្រការក៏បីខ្ញុំគិតឡើងហើយជានេះដែរខ្ញុំដើម្បីជាអនុស្សាវរីយ៍កំជូនតកាបងវិសាលពីអរគុណច្រើនបងអរគុណបងអរគុណចា៎ហើយក៏លោកពូជាតំណាងឲ្យឃុំក៏កំពុសាបាទនឹងឲ្យចឹងសូមថ្លែងអំណរគុណជូនអ៊ំបាទអ៊ំស្រីយាយដល់យាយជូនពីសាច់ញាតិបងហើយជាមិនដែរបងសពគឺយាយហើយលោកអ៊ំយាយកើតហើយលោកពូនឹងពុកចឹងជាសាថ្មីមកទៀតគឺសូមគោរពជូនពរក៏អរគុណជូនពរដល់បងប្អូនសប្បុរសជនរបស់យើងនៅក្នុងទីក្រុង Philadelphia របស់យើងបាទសូមអរគុណនៅការលះបង់នៅពេលវេលាក៏ទឹកចិត្តអីដើម្បីចូលរួមតាមរយៈខ្ញុំបាទមុតសេរីបាទសូមអរគុណបាទសូមជម្រាបលាបាទអរគុណបាទសូមខកឯកសារគាត់ទេបាទឯកសារគាត់